ជំរាបសួរតគ្នាចឹងនៅវីដេអូនេះយើងមកបន្តមេរៀនយើងទៀតគឺមេរៀនទី15ដែលនិយាយពី past perfect ហើយនិង past simple ចឹងតាចឹងនេះបាទគឺខ្ញុំរៀបមកដូចរដងចឹងណា past perfect versus past simple ចឹងអានេះមូលហេតុអីបើយើងត្រូវដឹងបាទពីភាពខុសគ្នាឬក៏យកបាទ past perfect យកមកប្រៀបធៀបបាទជាមួយនឹង past simple ចឹងអានេះបើសិនជាយើងនិយាយពីបាក់ឌុបវិញណាគឺឃើញឧស្សាហ៍ចេញដែរណាបាទគឺឧស្សាហ៍ចេញដោយសារអានេះបាទមួយទៀតហេតុផលមួយទៀតគឺដោយសារបើយើងនិយាយទូទៅណាបាទយើងនិយាយបាក់ឌុបឯងយើងនិយាយទូទៅគឺដោយសារថាកាលទាំងពីរហ្នឹងគឺស្ថិតនៅក្នុងអតីតកាលដូចគ្នាណាបាទអតីតកាលអញ្ចឹងអតីតកាលវាមានមុនវាមានក្រោយអញ្ចឹងអានេះគឺបាទខ្ញុំដាក់ណា two tenses often cause confusion are the past simple and past perfect អញ្ចឹងអានេះគឺមានន័យថាសិស្សតែងទៅយល់ច្រឡំអានេះ cause confusion this lesson នៅក្នុងមេរៀននេះគឺយើងនឹងនិយាយពីគេហៅថាភាពខុសគ្នាបាទពីទម្រង់ពីការប្រើប្រាស់ហើយនឹងមានជា time expression ផងដែរឥឡូវយើងមកមើលទី1គឺតកតងទៅនឹង form comparison គឺយើងមកប្រៀបធៀបពី form ណាទម្រង់របស់វាអញ្ចឹង past simple ណា past simple គឺយើងប្រើ verb to ណា subject verb to ចឹងអានេះគឺសំខាន់ជាងគេណាបាទអញ្ចឹងប្រយោគដឹងតែមាន subject ហើយបាទ object មានឬក៏មិនមានគឺអាស្រ័យលើកិរិយាសព្ទអញ្ចឹងកិរិយាសព្ទគឺស្ថិតនៅក្នុងបាទអតីតកាលឬក៏ past tense ឬក៏ verb to នឹងឯងហើយដល់ពេល past perfect គឺយើងប្រើ had បូកជាមួយនឹង past participle បូកជាមួយនឹង object អញ្ចឹង past participle ឬក៏ verb 3ហ្នឹងហើយបាទគឺនៅពេលដែលយើងមើលអីគេកិរិយាសព្ទមិនទៀងទាត់ណាវាមាននៅចុងក្រោយគេណាអញ្ចឹងអាហ្នឹងហើយគឺ past participleដូចជា I watched a movie last night គេ watched អានេះ had watched ណាបាទ I had watched the movie ដល់ពេលទៅជាបក្សែតអានេះប្រើ didn't អានេះប្រើ hadn't ដោយសារបាទយើងមានទម្រង់គេហៅថាយើងមាន had ហើយអញ្ចឹងយើងគ្រាន់តែដាក់វាមកជាទម្រង់បក្សែតដាក់ not មកគឺជាការស្រេចហើយដល់ពេលទៅជាសំណួរសម្រាប់ past simple គឺយើងប្រើ did បូកជាមួយ subject បូកជាមួយ verb អញ្ចឹងទៅហើយដល់ពេល past perfect គឺយើងប្រើ hadអានេះហើយឧទាហរណ៍យើងមើលទៅតាមហ្នឹងទៅណាបាទ did you watch អានេះនេះដែរគឺតាក់ទងនឹងទម្រង់ណាបាទកន្លែងលោមានការភ័ន្តច្រឡំឬក៏គេហៅថា plot ស្នៀតកន្លែងណាមួយគឺ past simple យើងមើលទៅគឺនៅក្នុងទម្រង់បដិសេធហើយនឹងសំណួរគឺយើងប្រើ base form ហើយដល់ពេលនៅក្នុង past perfect គឺវានៅតែ past participle ដដែលណាចឹងអត់មានដូរណាอย่าច្រឡំថាអូអានឹង past បាទអីណាទៅបក្សែតឬក៏សំណួរអីត្រូវដូរអីគឺអត់មានទេឥឡូវយើងមកមើល timeline ដើម្បីឲ្យងាយយល់ណាបាទ timeline imagine a timeline or past event the past simple mark a single point or a sequence of events on that line the past perfect however refer to an event that happened earlier than the past simple event ចឹងអានេះគឺជាការរៀបរាប់នេះទេយើងមើលទៅ I had finished my homework when my friend called me ណា I had finished my homework when my friend called me ចឹងខ្ញុំធ្វើ homework រួចហើយនៅពេលដែលមិត្តភក្តិខ្ញុំ call មកពេលមិត្តភក្តិ call មកសួរhomework ធ្វើហើយណាបាទសុំប្រឡងផងចឹងយើងមើលមកគឺនេះសកម្មភាពមួយណាសកម្មភាពមួយដែលជា past perfect ដែលហើយវាកើតមុនណាហើយអានេះគឺជាបាទសកម្មភាពមួយទៀតគឺមិត្តភក្តិរបស់យើងនឹង call មកឃើញទេយើងធ្វើចប់នៅកន្លែងនេះបាទស្ថិតនៅក្នុងអតីតកាលហើយបាទនៅកន្លែងនេះមិត្តភក្តិយើង call មកអញ្ចឹងសកម្មភាពបាទទី1បាទគឺខ្ញុំដាក់ event A អានេះ event B អានេះសកម្មភាពទី1ហ្នឹងគឺមានថាជាសកម្មភាពដែលវាកើតមុនសកម្មភាពមួយទៀតនៅក្នុងអតីតកាលអញ្ចឹងអាសកម្មភាពដែលកើតមុនហ្នឹងណាបាទអាទី1ណាគឺយើងប្រើ past perfect ហើយដល់ពេលអាកើតក្រោយហ្នឹងគឺគេប្រើ past simpleណាយល់បានណាបាទ I had finished my homework when my friend called me អញ្ចឹងមានន័យថាសកម្មភាពមុននេះគឺចប់ហើយបានអានេះបាទកាត់ឡើងអានេះហើយបញ្ជាក់ទៀតសកម្មភាពទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងអតីតកាលទាំងអស់ណាបាទវាអត់បន្តមកទេគឺចប់សពគ្រប់អស់ហើយណានៅក្នុងអតីតកាលសម្រាប់បងប្អូនដែលខ្សោយផ្នែកវេយ្យាករណ៍ចង់ពង្រឹងបន្ថែមប៉ុន្តែអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរៀននៅក្នុងថ្នាក់ខ្ញុំសូមណែនាំវគ្គសិក្សាចំនួន2ដែលវគ្គសិក្សាទី1គឺវគ្គសិក្សាមួយនេះវគ្គសិក្សាហ្នឹងគឺយើងសិក្សាពីវេយ្យាករណ៍ទូទៅអញ្ចឹងបាទពីកម្រិតទាបរហូតដល់បាទកម្រិតខ្ពស់
ហើយប្រសិនបើបងប្អូនអរគ្នាដែលជាសិស្សវិទ្យាល័យណាបាទរៀនដើម្បីត្រៀមប្រឡងខ្ញុំសូមណែនាំវគ្គសិក្សាមួយនេះគឺវេយ្យាករណ៍សម្រាប់សិស្សវិទ្យាល័យនៅក្នុងនោះគឺយើងនឹងរៀនបាទពីវេយ្យាករណ៍ហើយមានបន្ថែមនៅវិញ្ញាសាមានដូចជា vocab ឬក៏សំណេរប្រាប់ពីរបៀបសរសេរអីជាដើមអញ្ចឹងចាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនបានអញ្ចឹងយើងមើលបាទតកតងទៅនឹងការប្រើប្រាស់ម្ដងណាបាទ past simple យើងដឹងហើយគឺយើងប្រើវាបាទសម្រាប់សំដៅដល់សកម្មភាពដែលវាកើតឡើងក្នុងអតីតកាលហើយក៏បានចប់នៅក្នុងអតីតកាលដែរជាទូទៅគឺវាមានពេលវេលាច្បាស់លាស់កាលណាតែយើងនិយាយពី past simple គឺពេលវេលារបស់វាគឺច្បាស់លាស់ណានេះ past simple ណា talk about action event or state that started and finished in the past ឃើញទេចប់ហើយ if you are listing a series of events in ជាលក្ខណៈគេហៅថា chronological order ណា chronological មានន័យថាទៅតាមលំដាប់លំដោយណា you will use simple past for each អញ្ចឹងអានេះគឺជាការនេះដែរណាបាទគេហៅថាចំណុចមួយដែលយើងគួរកត់សម្គាល់ដែរថាសកម្មភាពបើឧទាហរណ៍ណានៅក្នុងអតីតកាលវាមានសកម្មភាពច្រើនជាងមួយអញ្ចឹងទៅហើយយើងចង់បាទនិយាយពីសកម្មភាពវាកាត់ឡើងបន្តគ្នាដែលភាសាអង់គ្លេសគេហៅថា chronological order ណាបាទន័យថាវាកាត់ឡើងបាទអានេះកាត់ឡើងហើយអានោះកាត់ឡើងណាបាទដូចយើងរៀបរាប់វាទៅសូមខ្ញុំទៅផ្ទះបាទខ្ញុំដោះកៅអៅហើយសម្រាប់មួយផ្លេតបាទហើយទៅងូតទឹកញ៉ាំបាយឃើញទេអាសកម្មភាពដាក់គ្នាហ្នឹងក៏យើងប្រើ past simple ទាំងអស់យើងអត់មានប្រើបាទស្អីមកបាទលោកឡំអីទេណាបាទ I ate breakfast this morning she visited Paris last year they walked to the park play for an hour and went home ឃើញទេវាកើតឡើងដាក់គ្នាយើងចង់និយាយពីសកម្មភាពកើតឡើងបាទបន្តគ្នាអញ្ចឹងអាហ្នឹងគឺយើងប្រើ past simple ទាំងអស់ហើយចំណែក past perfect គឺ earlier past បានន័យថាសកម្មភាពដែលកើតឡើងមុនសកម្មភាពហ្នឹងទៀតនេះសកម្មភាពបាទរបស់ past simple ហ្នឹងទៀតណាគឺយើងប្រើដើម្បី to clarify that one past event happened before another past event អញ្ចឹង clarify បានន័យថាដើម្បីបញ្ជាក់ថាមួយណាកើតមុនមួយណាកើតក្រោយតែបើសិនថាសកម្មភាពហ្នឹងវាកើតឡើងហ្នឹងគឺអត់មាននេះទេយើងអត់ចង់បញ្ជាក់មួយណាមុនមួយណាក្រោយទេទៅតាមគេហៅថាលំដាប់លំដោយអញ្ចឹងអាហ្នឹង past ទាំងអស់ប៉ុន្តែបើយើងចង់បញ្ជាក់ថាមួយណាកើតមុនមួយណាកើតក្រោយអញ្ចឹងពេលហ្នឹងហើយគឺយើងត្រូវប្រើបាទ past perfect ដើម្បីយកទៅនិយាយសកម្មភាពមួយដែលវាកើតមុនណា By the time I arrived at the station the train had already left ឃើញទេនៅពេលដែលខ្ញុំទៅដល់បាទស្ថានីយ៍រថភ្លើងហ្នឹងគឺរថភ្លើងចេញបាត់ហើយរថភ្លើងហ្នឹងគឺចេញមុនទៅទៀតនោះនេះមិនមែនមានន័យថាយើងទៅដល់ហើយរថភ្លើងចេញទៅទេអាហ្នឹងជារឿងផ្សេងណាហ្នឹង She couldn't get into her apartment because she had lost her key គាត់បាត់មុននោះនេះមុនបាទអញ្ចឹងហើយឥឡូវគាត់អត់មានសោទេហើយឥឡូវចូលអត់កើតទេណាហ្នឹងហើយHe had never seen such beautiful temple before he went to Siem Reap គាត់មិនដែលឃើញបាទអញ្ចឹងពីមុនហ្នឹងទៀតណាគាត់អត់ដែលឃើញថាអូបាទមានប្រាសាទមានអីស្អាតដល់ថ្នាក់ហ្នឹងអានេះបាទស្អីអញ្ចឹងទៅតោះតែគាត់មកសៀមរាបបានគាត់ដឹងអានេះបាទឧទាហរណ៍ណាហ្នឹងហើយអានេះគឺជា past experience របស់គាត់អានេះយ៉ាហើយ key takeaway សម្រាប់មេរៀននេះណាដើម្បីឲ្យងាយស្រួលយល់ណា when you have two past action the one that happened first often past perfect អញ្ចឹងអាហ្នឹងនិយាយដល់ខ្លីកុំឲ្យបាទវិញឆ្ងាយណាមួយណាដែលកើតមុនគឺ past perfect មួយណាកើតក្រោយគឺ past simple យើងនិយាយដល់ខ្លីហើយតកតងទៅនឹង time expression ណាអាហ្នឹងក៏ជាការរំលឹកដែរពីព្រោះនៅក្នុងអីគេមេរៀននីមួយៗដែលយើងរៀនណាគឺយើងមានជាបាទឧទាហរណ៍យើងមានជាស្អីនេះហើយអានេះគឺគ្រាន់តែជាការរំលឹកនៅក្នុង past simple គឺយើងប្រើពាក្យ last ago yesterday morning the day before yesterday and before ហើយមិនមែនប៉ុណ្ណឹងមានបន្ថែមតិចតួចទៀតអញ្ចឹងនៅក្នុងមេរៀន past simple ណាអាចទៅមើលបន្ថែមបានបាទជាការរំលឹកណាហើយសម្រាប់ past perfect សម្រាប់ perfect គឺវាសេរីគ្នាទេណាដូចជាពាក្យ already ពាក្យ before after by the time just when until ឬក៏ once ហើយអាហ្នឹងដូចបាទបញ្ជាក់ម្ដងទៀតថាចង់បាទច្បាស់បន្ថែមការថាជាលំអិតហ្នឹងគឺទៅមើលមេរៀន past perfect ណាមេរៀនមុនដែលយើងរៀនណាហ្នឹងហើយអានេះគ្រាន់តែជាឧទាហរណ៍ដូចជា I watched TV last night យប់មិញកើតឡើងច្បាស់លាស់ណា My kid visited their grandparents 2 days ago ពេលណាគឺ 2 days ago ច្បាស់លាស់ណា I watched a movie yesterday we painted the wall yesterday afternoon ឬក៏ he called me the day before yesterday ណាដល់ពេលបាទ perfect គឺ
we had already cooked dinner when our guests arrived ឃើញទេ yeah had already ឬក៏ before ឬក៏ by the time ឬក៏ when ឬក៏ស្អីចឹងទៅណាហ្នឹងហើយអញ្ចឹងហ្នឹងហើយមានតែប៉ុណ្្នឹងទេសម្រាប់បាទមេរៀននេះអញ្ចឹងបន្ទាប់ពីមេរៀននេះគឺខ្ញុំនឹងដាក់ជាលំហាត់មួយដើម្បីឲ្យបាទអនុវត្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំភ្លេចបាទនៅពេលដែលមើលហើយគឺអនុវត្តលំហាត់ផងនៅក្នុងក្រុមណាហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ